គ្រាន់តែបើកឆាកមកហ្នឹងឡើងដូចនៅឋានសួគ៌អញ្ចឹងបងប្អូនអើយបងប្អូនសាក់ទាញមើលថានៅទីណាដែរបងប្អូនមិនមែននៅប្រទេសស្វីសមិនមែននៅញូហ្សេឡង់មិនមែននៅហូឡង់អាល្លឺម៉ង់អូស្ត្រាលីអីទេបងប្អូនគឺនេះគឺជាកម្មវិធីដំណើរកម្សាន្តមួយដែលបងប្អូនគិតថាអាចជានៅឆ្ងាយពីប្រទេសខ្មែរយើងប៉ុន្តែតាមពិតគឺទៅអត់ឆ្ងាយទេបងប្អូនយើងធ្វើដំណើរតាមយន្តហោះត្រឹមតែ3ម៉ោងប៉ុណ្ណោះពីប្រទេសជាតិកម្ពុជាយើងហើយទីនោះគឺដំណើរកម្សាន្តទៅកាន់ឋានសួគ៌ក្រោមមេឃនៃទិសនិរតីនៃប្រទេសចិនបងប្អូនគឺ3ទីក្រុងតែម្ដងគឺទីក្រុងខុនមីងតាលីលីចាងនៃប្រទេសចិននេះគឺជាការទទួលស្វាគមន៍ឡើងចាស់ដៃគឺដាច់មកដបតែម្ដងបងប្អូនការទទួលស្វាគមន៍បែបនេះសបញ្ជាក់ថាអ្នកខាងគុនមិញហ្នឹងគេស្វាគមន៍យើងគេចូលចិត្តយើងអញ្ចឹងយើងពិសាឲ្យបានកាន់តែច្រើនគេកាន់តែសប្បាយចិត្តអញ្ចឹងគេលេចមកកាន់កម្មវិធីដំណើរកម្សាន្តយើងវិញនៅពេលដែលចុះយន្តហោះទៅគឺទៅដល់ទីក្រុងខុនមីងដែលនៅទីនោះយើងនឹងទៅលេងគេហៅថាព្រៃថ្មដែលជាតំបន់បេតិកភណ្ឌពិភពលោកប្រចាំទីក្រុងខុនមីងបន្ទាប់មកក្រុមដំណើរកម្សាន្តនឹងត្រូវបានជិះរទេះភ្លើងល្បឿនលឿនពីទីក្រុងខុនមីងទៅកាន់ទីក្រុងតាលីដែលជាតំបន់ទេសចរបែបទំនើបហើយនឹងមានទេសភាពដ៏ស្រស់ស្អាតនៅទីនោះគឺអាចនិយាយបានថាមិនចាញ់ស្វីសមិនចាញ់បណ្ដាប្រទេសអឺរ៉ុបមួយចំនួនទេមានតែស្អាតជាងទៀតជាក់ស្ដែងបង្អើហើយគឺជាតំបន់អេកូទេសចរមួយត្រូវបានអភិវឌ្ឍក្នុងគម្រោងសម័យទំនើបដើម្បីការពារបរិស្ថានដែលមានប្រវត្តិសំខាន់តាំងពីអាណាចក្រណានចៅហើយគម្រោងនេះគេផ្ដោតទៅលើការអភិវឌ្ឍធម្មជាតិនិងកាត់បន្ថយជាតិពុលនៃប្រទេសហើយនឹងស្របតាមគំនិតមួយគេហៅថាមនុស្សរស់នៅសហការជាមួយនឹងធម្មជាតិមិនតែប៉ុណ្ណោះកន្លែងលេងភាគច្រើនត្រូវបានបុកបញ្ចូលឡានអគុយបងប្អូនដើម្បីស្រួលបងប្អូនដើរលេងក៏ដូចជាដើរថតទេសភាពនៃកន្លែងមួយជាក់ស្ដែងនៅ Santorini នៅទីក្រុងតាលីក៏ត្រូវបានបុកបញ្ចូលឡានដើម្បីបងប្អូនអាចជិះដើរមើលទេសភាពក៏ដូចជាថតរូបយ៉ាងស្រស់ស្អាតនៅទីនោះផងដែរបន្តទៅលីចាងបងប្អូនដែលនៅទីនោះគេល្បីភ្នំតកកនេះដែលភ្នំនេះមានកម្ពស់ដ៏ខ្ពស់រហូតដល់ 5596 ម៉ែត្រហើយក៏ជាភ្នំព្រិលដ៏សំខាន់នៅភាគខាងត្បូងនៃប្រទេសចិនហើយសម្រាប់ជនជាតិណាន់ស៊ីគឺគេចាត់ទុកភ្នំនេះជាទីសក្ការៈបូជារបស់គេហើយមានធ្វើពិធីវប្បធម៌បុរាណបែបតុងប៉ាផងដែរនៅលីចាងដដែលក្រុមយើងនឹងទៅលេងគេហៅថាជួរភ្នំព្រះច័ន្ទខៀវតែជួរភ្នំនេះស្ថិតនៅលើភ្នំ Dragon Snow Mountain នឹងដូចគ្នាហើយត្រូវបានបង្កើតឡើងពីទឹករលាយពីព្រិលភ្នំដែលមានរាយធម្មជាតិមានពណ៌ខៀវស្រស់ដូចព្រះច័ន្ទអញ្ចឹងហើយបើនៅកន្លែងនោះគេដាក់ឈ្មោះភ្នំព្រះច័ន្ទខៀវថែមពីនឹងទៀតក្រុមដំណើរកម្សាន្តរបស់យើងក៏មានទៅកន្លែងគេហៅថាភូមិបុរាណប្រចាំទីក្រុងមួយទាំងនៅខុនមីងតាលីនិងលីចាងនឹងផងដែរហើយក៏អាចដើរទិញអីវ៉ាន់នៅទីនោះសម្បូរវត្ថុអនុស្សាវរីយ៍របស់ទិញផ្ញើមកកាន់ស្រុកខ្មែរយើងវិញហើយការរៀបចំវិញរឹតតែអែមការស្នាក់នៅម្ហូបអូតែលជាមួយនឹងការធ្វើដំណើរអីផ្សេងៗគឺថាធានាមកពេញចិត្តបងប្អូនអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ក៏ដូចជាសំណួរក្នុងដំណើរកម្សាន្តនេះអាចតាក់ទងមកក្រុមការងារក្រុមហ៊ុនទេសចរយើងខ្ញុំបាន